ในក្នុងថ្ងៃខ្ញុំនឹងបង្ហាញលោកអ្នកពីការប្រើប្រាស់នៅកម្មវិធី Adobe Photoshop សម្រាប់ធ្វើនៅរូបភាពមួយដែលគួរឲ្យចាប់អារម្មណ៍បាទនេះគឺជារូបភាពដែលខ្ញុំបានធ្វើនៅក្នុងកម្មវិធី Adobe Photoshop គឺមាននៅអក្សរហើយមាននៅស្រមោលពីក្រោមអក្សរទៀតតើការធ្វើស្រមោលពីក្រោមអក្សរនេះតើគេធ្វើដោយរបៀបណាខ្ញុំនឹងបង្ហាញឲ្យលោកអ្នកយល់ដឹងនៅពេលនេះតែម្ដងពេលនេះសូមលោកអ្នកបើកនៅកម្មវិធី Adobe Photoshop ឡើងបន្ទាប់ពីបានបើកនៅកម្មវិធី Adobe Photoshop ឡើងមករួចសូមអ្នកទាញនៅរូបភាពដើម្បីធ្វើការកាត់តជាមួយខ្ញុំដើម្បីទាញនៅរូបភាពបានសូមអ្នកចូលមកកាន់ file នៅក្នុង file នេះលោកអ្នកនឹងអាចឃើញនៅពាក្យថា open សូមអ្នកចុចនៅលើពាក្យ open នេះឬក៏ចុចនៅលើ keyboard របស់លោកអ្នកនៅ Control O បន្ទាប់មកវានឹងចេញផ្ទាំង open នេះមកសូមអ្នកជ្រើសរើសនៅទីតាំងដែលលោកអ្នកដាក់រូបភាពរបស់លោកអ្នកបន្ទាប់មកសូមអ្នក select យករូបភាពមួយដើម្បីធ្វើការអនុវត្តបន្ទាប់ពីបានទាញនៅរូបភាពចូលក្នុងកម្មវិធី Adobe Photoshop រួចសូមអ្នកធ្វើការសរសេរអក្សរនៅលើរូបភាពនេះដើម្បីសរសេរអក្សរលើរូបភាពនេះបានសូមអ្នកប្រើឧបករណ៍មួយដែលមានឈ្មោះថា Horizontal Tab Tool ឬក៏អាចចេញលើ keyboard បាននៅអក្សរ T ពេលដែលយើងប្រើនៅឧបករណ៍ horizontal នេះលោកអ្នកចុចនៅលើរូបភាពរបស់យើងមួយមកវានឹងចេញនៅសញ្ញាត្រេមួយនេះដែលបញ្ជាក់ថាយើងអាចនៅសរសេរនិងសរសេរអក្សរបានហើយសម្រាប់ការផ្លាស់ប្ដូរទ្រង់ទ្រាយអក្សរនោះយើងត្រូវមកមើលនៅផ្នែកខាងលើនេះវិញចំណែកនៅប្រអប់មួយនេះគឺវាបង្ហាញអំពី style អក្សររបស់យើងចំណែកប្រអប់មួយនេះគឺបង្ហាញអំពីទំហំអក្សររបស់យើងនៅពេលនេះសូមលោកអ្នកចាប់ផ្ដើមសរសេរអក្សរដែលលោកអ្នកចង់សរសេរនោះមកបន្ទាប់ពីលោកអ្នកសរសេរនៅអក្សរបែបនេះរួចសូមអ្នកដូរនៅ tool ថ្មីដោយមិនប្រើនៅ horizontal tool នេះទេសូមអ្នកចុចនៅ tool មួយណាក៏បានដែរនៅផ្នែកខាងឆ្វេងដៃរបស់លោកអ្នកនេះឧទាហរណ៍ចុចយក more tool នេះនៅពេលនេះវានឹង load នៅ layer Camsastra នេះមកតែម្ដងបន្ទាប់មកសូមអ្នកបដូរទីតាំងវាទៅកន្លែងណាមួយដែលលោកអ្នកពេញចិត្តបន្ទាប់មកសូមអ្នកផ្លាស់ប្ដូរនៅពណ៌នៃអក្សររបស់លោកអ្នកដើម្បីផ្លាស់ប្ដូរនៅពណ៌របស់អក្សរនេះសូមអ្នកមកមើលនៅផ្នែក layer នេះលោកអ្នកនឹងឃើញ layer Camsastra ហើយសូមអ្នកចុចមើលខាងស្ដាំលើ layer មួយនោះហើយលោកអ្នកចូលមកកាន់ពាក្យថា blending option ហើយសូមអ្នកចុចយកពាក្យ blending option នេះចុះបន្ទាប់មកវានឹងចេញផ្ទាំងមួយទៀតមកគឺជាផ្ទាំង layer style នៅក្នុងផ្ទាំង layer style នេះសូមលោកអ្នកមកចុចនៅលើពាក្យថា color overlay បន្ទាប់ពីលោកអ្នកចុចនៅពាក្យថា color overlay នេះវានឹង load មកពណ៌ក្រហមបែបនេះអក្សរយើងមានពណ៌ក្រហមបែបនេះតែខ្ញុំអត់ចង់បានពណ៌ក្រហមទេយើងត្រូវដូរពណ៌វាផ្សេងទៀតដោយចុចនៅផ្នែកពណ៌ក្រហមមួយនេះលោកអ្នកនឹងអាចចេញផ្ទាំងមួយទៀតមកបែបនេះគឺជាផ្ទាំង select overlay color សូមលោកអ្នកផ្លាស់ប្ដូរ color របស់វាអូខេខ្ញុំយក color បែបនេះហើយខ្ញុំជួយប៊ូតុង OK នៅក្នុង layer style នេះក៏ខ្ញុំ OK ដែរបន្ទាប់ពីយើងបានផ្លាស់ប្ដូរពណ៌រួចសូមអ្នក copy នៅ layer មួយនេះឲ្យខ្ល้ายជា layer មួយទៀតដើម្បីធ្វើជាស្រមោលរបស់វាដើម្បី copy layer មួយនេះសូមអ្នកចាប់នៅ layer នេះឲ្យជាប់រួចទាញវាមកក្រោមហើយដាក់នៅលើ icon មួយតូចមួយនេះដែលមានឈ្មោះថា create a new layer កាលណាដែលយើងចាប់ទាញនៅ layer ណាមួយចូលទៅក្នុង create a new layer នេះវានឹង load នៅ layer មួយទៀតដែលយើងបាន copy នេះបន្ទាប់ពីយើងបាន copy នៅ layer នេះរួចសូមលោកអ្នកធ្វើការទាញនៅ layer ដែលយើងបាន copy នេះចេញគ្រាន់តែយើងទាញវាចុះមកក្រោមបែបនេះមកវានឹងចេញនៅពាក្យពីរបែបនេះត្រួតលើគ្នាដើម្បីក្រឡប់នៅពាក្យនៅខាងក្រោមនេះសូមអ្នកប្រើនៅលើ keyboard របស់លោកអ្នកគឺចុច control ឲ្យជាប់នៅអក្សរ T នៅពេលដែលខ្ញុំចុច control ហើយ T នេះវានឹងចេញនៅបន្ទាត់ប៉ុតជំវិញនេះដែលបង្ហាញថាខ្ញុំអាចក្រឡប់នៅរូបភាពនេះបានហើយដើម្បីក្រឡប់នៅរូបភាពនេះបានខ្ញុំចុចនៅមើលខាងស្ដាំលើប្រអប់របស់វានេះហើយខ្ញុំយកពាក្យថា flip vertical
chế bênนี้รูปភាពនេះនឹងក្រឡប់បែបនេះតែម្ដងហើយខ្ញុំចុចនៅលើ keyboard របស់ខ្ញុំទៀតគឺចុច enter ដើម្បីបញ្ចប់ការក្រឡប់របស់ខ្ញុំអូខេខ្ញុំចុច enter បន្ទាប់មកខ្ញុំចាប់ដើមសេរីវាដើម្បីឲ្យវាមើលទៅដូចជាស្រមោលដោយប្រើ keyboard ដដែលគឺចុចទៅឆ្វេងនិងទៅស្ដាំបែបនេះអូខេចុចវាតទៅពីយើងបានសេរីបែបនេះហើយយើងនឹងឃើញស្រមោលរបស់យើងគឺវាដុតទាំងពីរតែម្ដងដូច្នេះដើម្បីធ្វើវារៀងព្រិលបន្តិចនោះសូមលោកអ្នកប្រាស់នៅខាងក្រោមនេះ icon ខាងក្រោមមួយនេះដែលមានឈ្មោះថា add layer mask កាលណាយើងចុច add layer mask នេះនៅលើ layer ដែលយើងបាន copy នេះវានឹងចេញផ្ទាំងក្រដាសពណ៌សម្ដុំនេះមកនៅពេលដែលវាចេញក្រដាសផ្ទាំងសម្ដុំនេះមករួចសូមអ្នកប្រើនៅឧបករណ៍ tool មួយដើម្បីអូសឲ្យវាចេញជាស្រមោលបាននោះគឺឧបករណ៍ដែលមានឈ្មោះថា gradient tool ឬក៏ចុចនៅលើ keyboard របស់អ្នកនៅអក្សរ G នៅពេលដែលយើងប្រើនៅឧបករណ៍ tool មួយនេះដំបូងគឺវាមានពណ៌សនិងខ្មៅបែបនេះសូមអ្នកដូរពីសខ្មៅនេះទៅជាពណ៌ខ្មៅហើយក្រឡាសក្រឡាបែបនេះដែលមានឈ្មោះថា foreground ground នៅពេលដែលយើងប្រើនៅពណ៌នេះហើយសូមអ្នកធ្វើការអូសនៅលើរូបភាពនៅក្នុង layer ដែលយើងបាន copy អំបញ្ញមិញនេះហេខ្ញុំចាប់ដើមអូសកាលណាយើងអូសពីចម្ងាយទៅរកវាបែបនេះវានឹងឃើញស្រមោលវាបែកលក្ខណៈព្រាលតិចតិចអូខេបើយើងអូសចិត្តវិញហើយយើងទៅកន្លែងនេះវាព្រាលខ្លាំងតែម្ដងដូច្នេះយើងយកប៉ុណ្ណឹងថាវាគួរឲ្យស្អាតហើយយើងធ្វើការទាញវាឲ្យវាចេញជារឿងបញ្ឆិតម្ដងដើម្បីធ្វើវាបញ្ឆិតបានសូមអ្នកចុចនៅ layer ទាំងពីរនេះដើម្បី select បាននៅ layer ទាំងពីរនេះសូមអ្នកចុច key control នេះឲ្យបានជាប់នៅពេលយើងចុច control ឲ្យជាប់វានឹងហើយបន្ទាប់មកយើង select នៅលើ layer ទី2នៅពេលនេះយើងចុចបានទាំងពីរ layer តែម្ដងនៅពេលដែលយើងចុចបានពីរ layer ហើយសូមអ្នកចុចនៅ control T នៅលើ keyboard control ឲ្យជាប់នៅអក្សរ T ហើយខ្ញុំចុច control ឲ្យជាប់ហើយនៅអក្សរ T មកវានឹងចេញមកបែបនេះនៅពេលដែលវាចេញទៅបែបនេះហើយសូមអ្នកចុច control សូមអ្នកចុច control នៅលើ keyboard របស់លោកអ្នកម្ដងទៀតឲ្យជាប់កាលណាដែលយើងចុច control នៅលើ keyboard របស់យើងឲ្យជាប់មកហើយយើងដាក់ម៉ៅនៅលើជ្រុងណាមួយនៃរូបភាពវានឹងចេញម៉ៅពណ៌ខ្មៅហើយមានក្រឡាបែបនេះហើយយើងចាប់ផ្ដើមទាញវាឡើងទៅលើទៅនៅវានឹងអាចផ្លាស់ប្ដូរទីតាំងបានហើយនេះខ្ញុំទាញចូលក្រោមពេលនេះរូបភាពដែលខ្ញុំបានធ្វើនេះវារួចរាល់ហើយខ្ញុំចង់បញ្ចប់វាដោយចុច enter នៅលើ keyboard បន្ទាប់ពីយើងធ្វើបាននៅរូបភាពបែបនេះហើយសូមលោកអ្នកធ្វើការ save នៃរូបភាពនេះដើម្បី save រូបភាពនេះសូមអ្នកចូលមកកាន់ file បន្ទាប់មកចុចពាក្យថា save ឬក៏នៅលើ keyboard របស់លោកអ្នកនៅ control S ហើយចាប់ផ្ដើមដាក់ឈ្មោះវាហើយសេរីប្រភេទរបស់វាពី PDD ទៅជា file GPE អូខេចាប់ផ្ដើមដូរឈ្មោះរបស់វាហើយចុច save នៅក្នុងផ្ទាំងដែលមានឈ្មោះថា GPEG option សូមអ្នកដូរនៅកន្លែង quality របស់វាគឺដាក់12ដើម្បីវាមានរូបភាពនេះគឺច្បាស់ល្អហើយសូមចុចប៊ូតុង OK ហើយយើងចូលទៅមើលនៅរូបភាពរបស់យើងនេះជារូបភាពដែលយើងបានធ្វើរួចអំបញ្ញមិញនេះបាទសូមអរគុណសម្រាប់ការតាមដាននៅការធ្វើអក្សរដែលមានស្រមោលពីក្រោមរូបភាពបែបនេះបាទសូមអរគុណ